នេះគឺជាតារាងគុទេសក្របបអាហារដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យនៅថេរនិងល្អចំពោះសុខភាពតារាងជ្រើសរើសអាហារសម្រាប់អ្នកចង់បង្ការឬគ្រប់គ្រងជាតិស្ករប្រភេទអាហារដែលគួរញ៉ាំល្អខ្លាំងអាហារដែលគួរកម្រិតឬជៀសវាងអាហាររំសៅ carbs អង្ករសម្រូបគ្រាប់ធញ្ញជាតិមើមដំឡូងជ្វាស្ងោរអង្ករនំបុរងគុយទាវនំផ្អែមបន្លែបៃតងគ្រប់ប្រភេទស្ពៃត្រកួនម្រះល្ពៅបន្លែកំប៉ុងដែលមានដាក់អំបិលឬស្ករច្រើនផ្លែឈើមិនសូវផ្អែមប៉ោមក្រូចត្របែកផ្លែបឺរផ្លែឈើទុំជោធូរ៉េនមង្ឃុតផ្លែឈើក្រៀមសាច់ប្រូតេអ៊ីនត្រីសាច់មាន់ដោះស៊ុតសណ្តែកសៀងសាច់ក្រហមសាច់គោជ្រូកជាប់ខ្លាញ់សាច់កំប៉ុងភេសជ្ជៈទឹកស្អាតតែបៃតងមិនដាក់ស្ករទឹកបន្លែស្រស់ទឹកក្រូចដុបភេសជ្ជៈកំប៉ុងកាហ្វេទឹកដោះគោផ្អែមកូកាកចានអាហារសុខភាព Plate Method ដើម្បីងាយស្រួលអនុវត្តអ្នកអាចបែងចែកចានអាហាររបស់អ្នកជា3ផ្នែកដូចខាងក្រោមពាក់កណ្ដាលចាន50បំពេញដោយបន្លែឆ្អិនឬសាឡាត់1/4ចាន25ដាក់អាហាររំសៅដូចជាបាយសម្រូបឬមើមដំឡូង1/4ចាន25ដាក់សាច់ឬប្រូតេអ៊ីនដូចជាត្រីឬសាច់មាន់គន្លឹះបន្ថែមក្នុងការរស់នៅកុំរំលងអាហារការញ៉ាំឲ្យទៀងពេកជួយកុំឲ្យជាតិស្ករឡើងចុះខ្លាំងពេកកាត់បន្ថយប្រៃលើសជាតិអំបិលធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាមដែលជាស្រូវរបស់ពួកជំងឺរ៉ាំរ៉ៃញ៉ាំទឹកឲ្យបានច្រើនជួយឲ្យតម្រងនោមធ្វើការបានល្អក្នុងការបញ្ចេញជាតិពុលតើអ្នកចង់ឲ្យខ្ញុំរៀបចំជាតារាងមើលនុយអាហារសម្រាប់រយៈពេល3ថ្ងៃព្រឹកថ្ងៃត្រង់ល្ងាចដើម្បីងាយស្រួលរៀបចំដែរឬទេបើអ្នកចង់ដឹងពីព័ត៌មានបន្ថែមសូមចុច comment ខាងក្រោម